นี่ជារឿងរ៉ាវរបស់ស្ត្រីម្នាក់ត្រូវបានវាយប្រហារដោយអារក្សបឺតខ្លាញ់ដោយសម្ងាត់នាងមិនបានដឹងថាអារក្សកំពុងបឺតខ្លាញ់របស់នាងឥតឈប់ឈរនោះទេដែលជាមូលហេតុដែលមិនថានាងញ៉ាំប៉ុន្មានក៏ដោយនាងមិនអាចឡើងទម្ងន់បានទេផ្ទុយទៅវិញទម្ងន់របស់នាងបន្តថយចុះហើយនៅពេលដែលជាខ្លាញ់របស់នាងអស់អារក្សនឹងចាប់ផ្ដើមបឺតសារធាតុចិញ្ចឹមពីរាងកាយរបស់នាងថ្ងៃមួយនាងប្រមាញ់អារក្សគីមីបានមកដល់កន្លែងហាត់ប្រាណមួយហើយឃើញអារក្សកំពុងបឺតខាញ់ពីក្មេងស្រីម្នាក់គីមីដើរតាមក្មេងស្រីនោះទៅបន្ទប់ទឹកនិយាយលេងសើចហើយនិយាយថានាងចង់ឲ្យរាងកាយរបស់នាងល្អឥតខ្ចោះដូចក្មេងស្រីនោះដោយមានអារម្មណ៍អាណិតក្មេងស្រីនោះសម្រេចចិត្តបង្ហាញអាថ៌កំបាំងរបស់នាងនៅពេលដែលគីមីដាក់ដៃលើស្មារបស់ក្មេងស្រីនោះស្នាមសាក់របស់នាងរំកិលយឺតទៅលើរាងកាយរបស់ក្មេងស្រីនោះភ្លាមនោះក្មេងស្រីម្នាក់ទៀតចាប់ផ្ដើមហាត់ប្រាណហើយសង្កេតឃើញថាទម្ងន់របស់នាងកំពុងកើនឡើងជំនួសឲ្យការថយចុះបន្ទាប់មកផ្សែងខ្មៅចាប់ផ្ដើមចេញពីម៉ាស៊ីនថ្លឹងទម្ងន់បំពេញកន្លែងហាត់ប្រាណទាំងមូលគីមីដឹងថាម៉ាស៊ីននេះជាមូលហេតុចម្បងនៅពេលដែលនរណាម្នាក់ប្រើវាហើយទម្ងន់របស់ពួកគេមិនថយចុះអារម្មណ៍អវិជ្ជមានកើតឡើងដែលបន្ទាប់មកបញ្ចូលគ្នាដើម្បីបង្កើតជាអារក្សបឺតខ្លាញ់គីមីហ៊ាននឹងបញ្យល់រឿងនេះប៉ុន្តែភ្នែករបស់ក្មេងស្រីនោះប្រែជាក្រហមហើយនាងស្រែកខ្លាំងរហូតដល់ភ្លើងរលត់អារក្សបានប្រមានគីមីកុំឲ្យជ្រៀតជ្រែកប៉ុន្តែគីមីមិនខ្លាចអ្វីឡើយនាងរើកាយដុំពីលើឥដ្ឋកាត់ម្រាមដៃរបស់នាងហើយឈាមធ្វើឲ្យអារក្សសន្លប់ហើយចាក់ចេញពីរាងកាយរបស់ក្មេងស្រីនោះទោះជាយ៉ាងណាក៏ដោយឥឡូវនេះអារក្សព្យាយាមចូលក្នុងរាងកាយរបស់គីមី